ជំរាបសួរសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះលឹមឌីហ៊ីខ្ញុំមកពីក្រុមទី10ក្រុមខ្មែរ Lancer ហើយអ្នកនរគ្នាដែលលឺថាអត់មានការងារធ្វើមួយជុំតែក៏ប៉ុន្តែងុំធ្វើការងារហើយអត់បានលុយទៀតអញ្ចឹង freelancer មួយចំនួនធំនៅប្រទេសកម្ពុជាយើងកំពុងជួបប្រទះបញ្ហាហ្នឹងអញ្ចឹងហើយដើម្បីស្វែងយល់បញ្ហាហ្នឹងឲ្យកាន់តែស៊ីជម្រៅទៀតពួកយើងបានធ្វើ survey មួយហើយបន្ទាប់ពីធ្វើ survey ហើយពួកយើងបាន come to conclusion ដែលថា program ហ្នឹងមាន4ចំណុចធំគឺទី1គឺពិបាកក្នុងការរក client ដែលអាចទុកចិត្តបានហើយទី2ហ្នឹងគឺ unstable income ដែលថាអញ្ចឹងហើយធ្វើឲ្យ freelancer ហ្នឹងគាត់ពិបាកនៅក្នុងការរៀប financial planning របស់គាត់ហើយទី3ហ្នឹងគឺ late payment មួយជំងំគឺថ្លៃតតែខ្ពស់ទី4គឺ support គឺ lack of support អញ្ចឹងបន្ទាប់ពីបញ្ហាហ្នឹងតែយើង came up មួយ solution អីអញ្ចឹង solution របស់ពួកយើងគឺ ខ្មែរ Lancer ជា platform មួយដែលពួកយើងនឹង offer 3ចំនួនធំទី1គឺ aircross based payment ដែលពួកយើងនឹង protect ទាំង freelancer ទាំង client ទី2គឺ community driven approach ដែលយើងមានទាំង mentorship networking and workshop ហើយទី3គឺ verify client ហើយ contract ដែលថាអញ្ចឹងហើយយើងអាចការពារទាំង client ហើយនិង freelancer របស់ពួកយើងហើយបន្ទាប់មកអូខេអញ្ចឹង part របស់freelancer ពេលដែលគាត់អត់មានខ្មែរ Lancer តើគាត់ធ្វើម៉េចអញ្ចឹងទី1គឺគាត់រកការងារធ្វើអាចកន្លែងណាក៏បានដែរហើយទី2គឺគាត់ negotiate ទី3គឺគាត់ចាប់ដើម work ហើយបន្ទាប់មកពេលដែលគាត់ work ចប់ហើយពេលខ្លះគាត់អត់បានលុយទៀតអញ្ចឹងពេលដែលប្រើប្រាស់ខ្មែរ Lancer អញ្ចឹង part របស់គាត់នឹងផ្លាស់ប្ដូរម៉េចទី1គឺគាត់ទទួលបានការងារបន្ទាប់មកគាត់ចុះកិច្ចសន្យាហើយបានគាត់ចាប់ដើម work ពេលដែលគាត់ finish work ហើយគាត់បានលុយក៏ប៉ុន្តែពេលខ្លះការ get paid នឹងអាចនឹង upfront ឬក៏ milestone ជាដើមអញ្ចឹងនេះគឺជា prototype របស់យើងដែលទី1ហ្នឹងគឺសម្រាប់ client ហើយពេលដែលគាត់ចូលទៅមើលក្នុង profile របស់ freelancer ហ្នឹងគាត់អាចមើលឃើញថា portfolio របស់គាត់ហ្នឹងថាគាត់ធ្លាប់ធ្វើអីខ្លះហើយអញ្ចឹងពួកគាត់អាចដឹងថា freelancer ហ្នឹងស័ក្តិសមមួយ project របស់គាត់អត់ហើយបន្ទាប់មកគាត់ក៏អាចមើលឃើញថាគាត់ក៏អាចមើលថាrating របស់ freelancer ដែរដែលclient ហ្នឹងអនុញ្ញាតឲ្យ rate freelancer បានដែលអាចថាផ្កាយមែនអញ្ចឹងយើងមានផ្កាយ5ទៅបំផុតហើយក៏អាច left review ថា he's like blah 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 អញ្ចឹងទៅហើយ client ក៏អាចផុសពីjob opportunity ដែរហើយអញ្ចឹងបន្ទាប់មកគឺរបប prototype for freelancer ដែលនេះគឺជា home page for freelancer ដែលថាយើងមាន job complete ថាគាត់អាចធ្លាប់ធ្វើការងារមែននៅក្នុង app របស់យើងហើយគាត់រកបានមែននៅក្នុង app របស់យើងហើយក៏មានជា client rating ហើយមួយនឹងតារហងៃនោះគាត់កំពុងកាន់ការងារមែននៅក្នុង app យើងដែរហើយក៏មាន recent review ដែលថា review ទុំតែ client តម្លាក់មកអញ្ចឹងហើយក៏មាន available job ដែល client គាត់ផុសអញ្ចឹង freelancer អាចគាត់ចូលទៅមើលហើយគាត់អាចគិតថាការងារហ្នឹងស័ក្តិសមមួយយើងអត់ហើយយើងក៏មានជា training course ដែលយើងអាចថាដើម្បីឲ្យ freelancer នោះគាត់ហ៊ានឲ្យអភិវឌ្ឍខ្លួនឯងដែរអញ្ចឹងគឺជា value position របស់ពួកយើងទី1គឺ secure payment យើងអាចធានាបានថា freelancer ទទួលបានប្រាក់កម្រៃមួយដែលសមរម្យហើយធានាបានថាទៀងទាត់ហើយ client គាត់អាច pay មក freelancer ទៀងទាត់ហើយទី2គឺ supportive community ដែលយើងមានទាំង training និង mentorship ទី3គឺ localize ដែលទាំងអស់ហ្នឹងគឺជា app របស់ខ្មែរអញ្ចឹងហើយយើង target ទៅលើ Cambodian freelancer មួយ business អញ្ចឹងណាគេជា target customer របស់ពួកយើងទី1គឺ freelancer នៅខ្មែរទី2គឺ small business to medium ហើយទី3ហ្នឹងគឺ freshly graduate ហើយនេះជា business model and review stream ដែលពួកយើងនឹង generate លុយតាមរយៈ2គឺ commission fee ហើយនិង sponsor ដែល commission fee ហ្នឹងយើងអាច charge ទៅលើខាង freelancer ដែលថា10ទៅ15%ទៅតាម project មួយយើងវា flexible ហើយទី2ហ្នឹងគឺ sponsor ដែលយើង charge ទៅលើ client បើសិនជាគាត់ចង់ឲ្យការងារគាត់ pop up នៅលើគេហើយគាត់អាចមានឱកាសនៅក្នុងការតាក់ទងមួយ freelance top freelance អញ្ចឹងយើងក៏ charge នៅក្នុង 5% ដែល basically ទីពុតនៅក្នុង Facebook ចឹងហើយនេះគឺជា competitor analysis តាមរយៈការស្រាវជ្រាវមកយើងបានឃើញថា competitor ធំជាងគេរបស់យើងបំផុតគឺមាន3ទី1គឺ Facebook Group
tôi chỉ Facebook group nâng ok vì nơi Khmer chẳng viên offer Khmer language support có vấn đề vì admin freelancer protection skill development có admin tôi chỉ commission admin cả đấy có vấn đề ở cái không cả tụi bạn càng nghe nó việt tịch thì pin nó cứ Khmer để tôi chỉ vì chỉ phía sai Khmer cả đấy có vấn đề vì admin cả Peter freelancer admin skill development course hay commission với hai tiệt 20% nó job relative គឺសម្រាប់តែ IT មួយ taxi and freeware មួយ advert វាមិនមែនជា app របស់ខ្មែរទេអញ្ចឹងវាអត់ support ទៅលើ local language ទេទោះជា okay freelancer protection ក៏មាន skill development ក៏មានហើយ job relative វាក៏ខ្ពស់ដែរក៏ប៉ុន្តែ commission fee វាក៏ខ្ពស់តាមនឹងដែរហើយចំពោះបើសិនជាយើង click មើលលើ application យើងវិញយើងមានទាំងខ្មែរទាំងអង់គ្លេសយើងមាន freelancer protection យើងមាន skill development course commission យើងទៀតហើយ job variety យើងខ្ពស់មានទាំង IT មានទាំងអីជាច្រើនអញ្ចឹងឱកាសការងារក៏ខ្ពស់ដែរ marketing validation អញ្ចឹងទី1គឺចំណូលការប្រែប្រួលចំណូលមិនមាន 38% ហើយ 75% ទៀតគឺ sustainability ដែលតកតងមួយ client អីអញ្ចឹងហើយទី3ហ្នឹងគឺការស្វែងរក client ថ្មីហ្នឹងគឺ 73% ប្រហែលចំពោះ freelancer អញ្ចឹងបន្ទាប់មកតើយើងមាន strategy អីនៅក្នុងការអភិវឌ្ឍ business យើងឆ្នាំទី1យើងនឹង develop ហើយនឹង launch Khmerlancer ហើយយើងនឹងយើងនឹងឲ្យ user គាត់តេស្តហើយ collect feedback វិញថាមិនដែរអញ្ចឹងហើយយើងនឹងព្យាយាមកែប្រែថាយើងកំពុងជួបប្រទះបញ្ហាអីហើយយើងនឹងកែប្រែទៅតាមការចង់បានរបស់អតិថិជនឆ្នាំទី2វិញគឺយើងនឹងចាប់ផ្ដើមintroducing premium service ហើយយើងនឹងជំរុញឲ្យមាន community engagement ឲ្យកាន់តែខ្លាំងហើយឆ្នាំទី3ហ្នឹងយើងក៏មានជា partnership មួយអង្គការធំដែរហើយយើងក៏ធ្វើឲ្យ app ហ្នឹងកាន់តែងាយស្រួលប្រើប្រាស់ហើយ user friendly ជាងមុនហើយអញ្ចឹងនេះជា team member role and responsibility ដែលមានទាំង development team ដែលមានទាំង web and mobile creation ហើយ marketing team ហើយមួយ operation team ហើយនេះគឺជា partnership មួយ marketing យើងនឹងយើងប្រើ APA ជា online payment មាន trainer ដែលយើងបាននិយាយចឹងថាយើងមាន course ហើយមាន developer ក្នុងការធ្វើ website មួយ app ហើយនឹងខាង marketing ហើយនេះជា reference so ខ្ញុំចាប់តាមប៉ុណ្្នឹងហើយសូមអរគុណជំរាបសួរសួស្តីអ្នក